trong rọc con đồ to luôn á còn tay là về để đào rọc luôn này cứ vừa một nhà mà rọc ban cả lại ti tăng này luôn này bên chơi hai nọ cả lại cọp bọcแต่បើសិនជាតឡៃសំរងវិញទីតាំងឆ្ងាយមែនតើអញ្ចឹងយើងតពីវគ្គមុនបន្ទាប់ពីបងសវណ្ណបានធ្វើការសម្រេចចិត្តថាអូខេជាពេលវេលាដែលខ្ញុំត្រូវតែរកទិញខុនដូហើយគាត់ក៏ចាប់ផ្ដើមធ្វើការជាមួយនឹង agent ម្នាក់ហ្នឹងប៉ុន្តែគេហៅថាដោយសារតែ DNA របស់គាត់ណាក្នុងអំឡុងពេលដែលគាត់ធ្វើការមួយ agent ហ្នឹងហើយគាត់នៅតែចង់សាកល្បងធ្វើអីដោយខ្លួនឯងអស់មើលក្នុង Facebook ទៅឃើញខុនដូនេះខុនដូនោះអីចឹងទៅសម្រេចចិត្ត walk in ទៅខុនដូនឹងសាកមើលចង់ដឹងថាខ្លួនឯងហើយនឹង agent ហ្នឹងអ្នកណារកជំរើសដែលប្រសើរជាងអញ្ចឹងណាអញ្ចឹងក៏គាត់ចូលទៅ walk in ខ្លួនឯងទៅខុនដូ 4-5 កន្លែងយកព័ត៌មានជាច្រើនពីផ្នែកលក់ពីខុនដូនឹងមកដល់ពេលបានព័ត៌មានមកព័ត៌មានអស់នោះវាច្រើនពេកធ្វើឲ្យគាត់វល់ទៅដល់តម្លៃប៉ុណ្ណឹងថ្លៃឬក៏ថោកឬគួរសមតើទីតាំងហ្នឹងវាស័ក្តិសមជាមួយនឹងតម្រូវការរបស់ខ្ញុំអត់ជួយខ្ញុំជួយប្រពន្ធជួយកូនខ្ញុំបានអត់គាត់អត់មានចម្លើយខ្លួនឯងមកហើយដល់ពេលបន្ទាប់ពីហ្នឹងបានបន្តិចក៏ agent ហ្នឹងតាក់ទងមកគាត់ទៅលើជំរើសដែល agent ហ្នឹងបានរៀបចំជូនគាត់អញ្ចឹងណាហើយ agent ហ្នឹងគាត់មិនមែនគ្រាន់តែផ្ញើតែរូបភាពផ្ញើតែវីដេអូឬក៏នាំបងសវណ្ណហ្នឹងដើរចូលទៅ showroom តែប៉ុណ្្នឹងចប់ទេតែ agent ហ្នឹងអង្គុយនៅពីមុខបងសវណ្ណហ្នឹងហ្មងវិភាគថាហោបងថវិកាចំណូលរបស់បងប៉ុណ្្នឹងបើបងទិញ condo នៅទីនេះតម្លៃប៉ុណ្នេះទីតាំងនេះវាស័ក្តិសមជាមួយនឹងតម្រូវការបងដែរអត់ចឹងវិភាគពីគម្រោងមួយទៅគម្រោងមួយទៀតទៅមួយទៀតយ៉ាងច្បាស់លាស់យ៉ាងល្អិតល្អន់ជូនបងសវណ្ណធ្វើឲ្យបងសវណ្ណអាចសម្រេចចិត្តរកខុនដូមួយដែលត្រឹមត្រូវស័ក្តិសមទាំងជាមួយ lifestyle ទាំងថវិកាសន្សំពេលវេលារបស់គាត់ក្នុងការរស់នៅប្រចាំថ្ងៃទៀតអញ្ចឹងរឿងរ៉ាវរបស់បងសវណ្ណឆ្លុះបង្ហាញឲ្យឃើញថា agent ដែលគាត់មានវិជ្ជាជីវៈមានអាជ្ញាប័ណ្ណត្រឹមត្រូវមិនមែនគ្រាន់តែជា agent ដែលចង់បានតែ commission ហើយប្រូចនោះទេប៉ុន្តែគាត់គឺជាអ្នករៀបចំផែនការយ៉ាងច្បាស់លាស់ជាអ្នកតម្រង់ទិសដៅកុំដែលសារតែចង់ចំណេញតូចតាចហើយដាច់ចំណងទេពីព្រោះការសម្រេចចិត្តក្នុងការស្វែងរកលំនៅឋានគឺជាការសម្រេចចិត្តដ៏ធំបងប្អូនច្បាស់ណាស់មិនចង់សម្រេចចិត្តខុសទេដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាបងតែស្វែងរកជួលឬក៏ទិញលំនៅឋានឬក៏ចលនាទ្រព្យប្រភេទណាក៏ដោយសូមធ្វើការជាមួយនឹង agent ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីស្វែងរកលំនៅឋានដែលស័ក្តិសមជាមួយនឹងតម្រូវការរបស់បងប្អូនទាំងអស់គ្នា